មិនទាន់មានម្ចាស់បេះដូងតែស្រីស្អាតមីណាទំលីច្បាស់ៗពីចំណូលចិត្តលើបុរសដែលខ្លួនចង់បានជាគូអនាគតចាមហាជនអ្នកគាំទ្ររបស់ស្រីស្អាតមីណាសុទ្ធសឹងតែបានចាប់អារម្មណ៍សរសើរពីសមត្ថភាពទេពកោសល្យរបស់នាងដែលមិនត្រឹមតែជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពនោះទេតែនាងក៏ជាពិធីការនីជាតារាសម្ដែងនិងជា influencer មួយរូបព្រមទាំងជាអ្នកបង្កើតមាតិកាវីដេអូថ្មីៗលើបណ្ដាញសង្គមឆក់បានការគាំទ្រពីមហាជនខ្លាំងមិនធម្មតាដែរចាក្រៅពីមានទេពកោសល្យច្រើនលើវិស័យសិល្បៈកញ្ញាមីណាក៏តែងតែត្រូវមហាជនសរសើរលើរូបសម្រស់របស់នាងនិយមតុបតែងលេងស្ទីលស្អាតស្អាតតាក់ទាញស្នាមញញឹមស្រស់មានមន្តស្នេហ៍ជាពិសេសមានអត្តចរិតក្រមិចក្រមើមគួរឲ្យស្រឡាញ់ខ្លាំងចាំមកដល់បច្ចុប្បន្ននេះស្របពេលចូលវ័យ24ឆ្នាំស្រីស្អាតមីណាកាន់តែឆក់បានការចាប់អារម្មណ៍ពីមហាជនទាំងរូបសម្រស់កាន់តែស្រស់ស្អាតដូចផ្ការីឯវិស័យសិល្បៈក៏កាន់តែក្តោបបានសន្ទុះទីផ្សារខ្លាំងចាទាំងវិស័យចម្រៀងលេចមុខសម្ដែងភាពយន្តខ្នាតធំចានឹងការងារផ្សព្វផ្សាយផលិតផលថតស្ពតពាណិជ្ជកម្មផ្សេងជាពិសេសចេញវីដេអូចម្រៀង cover ចាចម្រៀងបរទេសល្បីៗផ្ទុះការគាំទ្រពេញចិត្តខ្លាំងពីយុវវ័យចាបើងាកមើលជីវិតឯកជនចាតកតងនឹងរឿងស្នេហាវិញតារាចម្រៀងស្រីរូបនេះកន្លងមកនាងពុំធ្លាប់បង្ហាញទំនាក់ទំនងស្នេហានិងបរិះរូបណាជាសាធារណៈឡើយថែមទាំងកាលពីពេលថ្មីកន្លងទៅនាងបានសារភាពថាសប្តាហ៍ថ្ងៃមិនទាន់មានម្ចាស់បេះដូងទៀតផងចាលើពីនេះស្រីស្អាតមីណាក៏បានរៀបរាប់មហាជនតាមរយៈរៀបរាប់ប្រាប់មហាជនតាមរយៈកម្មវិធីមួយឲ្យដឹងពីបុរសក្នុងក្តីស្រមៃថ្ងៃអនាគតរបស់នាងចាគឺនាងមើលទៅលើអត្តចរិតសំខាន់ជាងរូបរាងចាក្នុងនោះមីណាបានរៀបរាប់ថាអត្តចរិតសំខាន់ជាងរូបរាងបើរូបរាងកម្ពស់កម្ពស់សម្បុរឬក៏ធាត់ស្គមបែបណាក៏បានឲ្យតែចេះរៀបចំខ្លួនសមរម្យតាមកលៈទេសៈហើយមានសុជីវធម៌ចិត្តត្រជាក់ជាងខ្ញុំចេះគ្រប់គ្រងកលៈទេសៈជាសុភាពបុរសរហ័សរហួននិងមានចិត្តទូលាយ